ឥឡូវនេះយើងកំពុងតែប្រឈមមុខនឹងស្ថានភាពដ៏លំបាកមួយក្នុងប្រវត្តិសាស្ត្រឥឡូវនេះសម្ពាធដែលដាក់មកលើអ៊ុយក្រែនគឺជារឿងដ៏លំបាកបំផុតនៅពេលនេះអ៊ុយក្រែនអាចប្រឈមនឹងការសម្រេចចិត្តដ៏លំបាកមួយគឺការបាត់បង់កិត្តិយសឬហានិភ័យក្នុងការបាត់បង់ដៃគូដ៏សំខាន់មួយគឺការទទួលយកលក្ខខណ្ឌដ៏លំបាក28ចំណុចឬការប្រឈមនឹងរដូវរងាដ៏លំបាកនិងហានិភ័យលើពីនេះក្នុងនោះផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែនត្រូវតែគិតគូរជាសំខាន់យើងមិនមែនធ្វើការប្រកាសក្តែងក្តែងនោះទេយើងនឹងធ្វើការយ៉ាងស្ងៀមស្ងាត់ជាមួយអាមេរិកនិងដៃគូទាំងអស់យើងនឹងធ្វើយ៉ាងណាស្វែងរកដំណោះស្រាយដោយការស្ថាបនាជាមួយដៃគូចម្បងរបស់យើងខ្ញុំនឹងលើកជាមតិយោបល់ខ្ញុំនឹងបញ្ចុះបញ្ចូលនិងផ្ដល់ជំរឿនផ្សេងទៀតប៉ុន្តែយើងដាច់ខាតមិនផ្ដល់ឲ្យសត្រូវនៅមូលហេតុដែលចោទថាអ៊ុយក្រែនមិនចង់បានសន្តិភាពមូលហេតុដែលចោទថាអ៊ុយក្រែនជាអ្នករំខានដល់ដំណើរការសន្តិភាពនិងថាអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចចរចាការទូតឡើយ